មនុស្សជាច្រើនសោកស្ដាយពេលបាត់បង់ឪពុកម្ដាយប៉ុន្តែមិនបានសោកស្ដាយមិនបានស្ដាប់ពាក្យលោកទាំងពីរនោះទេលុះដល់ថ្ងៃមួយជីវិតដួលរលំទើបនឹកឃើញថាពាក្យដែលធ្លាប់គិតថារដ្ឋបတ်បែរជាស្ពានសង្គ្រោះជីវិតជាកិច្ចថាផ្ដើមនាងខ្ញុំសូមគោរពដល់គណៈអធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអង្គពិធីទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះត្រីលីលីមកជាសិស្សមកពីថ្នាក់ទី10នៃសាលាមីក្វេក្រឹមខណ្ឌ1ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសុំដល់រីករាយយ៉ាងក្រៃលែងដែលបានឈរនៅលើវេទិកាមួយនេះដើម្បីបកស្រាយនៅប្រធានបទមួយដែលគេបានលើកឡើងថាការចេះស្ដាប់បង្គាប់ដំបូងមានឪពុកម្ដាយគឺជាវិធីនាំឲ្យជីវិតជោគជ័យមុននឹងឈានទៅដល់ការបកស្រាយប្រធានបទខាងលើនាងខ្ញុំសូមចោទនៅសំណួរមួយដែលបានសួរថាហេតុអ្វីបានជាគោមួយចំនួនដើរផ្លូវខុសទាំងដែលឪពុកម្ដាយអប់រំទៅរកផ្លូវល្អពេលខ្លះកូនគិតថាពាក្យទាំងអស់នោះគឺជាពាក្យរដ្ឋបတ်ផ្ទុយទៅវិញពាក្យទាំងអស់នោះកើតចេញពីក្តីស្រឡាញ់និងបទពិសោធន៍មួយដែលចង់ផ្ដល់ឲ្យកូនគ្រប់គ្នាកុំឲ្យដើរជន់កំហុសដដែលដូចនេះមកសិក្សាពាក្យកលឹះមួយចំនួនជាមុនសិនបើយោងទៅតាមវិជ្ជានុក្រមរបស់ព្រះបាទសង្ឃរាជជួនណាតពាក្យដំបូងមានន័យថាគឺជាពាក្យអប់រំពាក្យពៀនប្រដៅសំដៅឲ្យយើងប្រព្រឹត្តនៅអំពើល្អចំណែកឯពាក្យជោគជ័យគឺសំដៅទៅលើកិច្ចការអ្វីមួយដែលយើងទទួលបានលទ្ធផលល្អនិងទទួលបានជ័យជំនះដូច្នេះប្រធានបទខាងលើមានន័យថាការចេះស្ដាប់ពាក្យអប់រំល្អពីអាណាព្យាបាលគឺជាវិធីមួយដែលនាំឲ្យយើងទទួលបានជោគជ័យដើម្បីឲ្យប្រធានបទខាងលើកាន់តែក្បោះក្បាយនាងខ្ញុំសំលើកតែលហេកោចំនួន3យកមកបកស្រាយតែលហេកោទី1ការស្ដាប់ដំបូងមានឪពុកម្ដាយជួយកាត់បន្ថយនៃកំហុសឪពុកម្ដាយបានដើរផ្លូវជាច្រើនមុនយើងមិនថារសជាតិនៃភាពជោគជ័យភាពជឿចាប់នៃបរាជ័យនោះទេពួកគាត់បានជួបអស់ហើយចឹងហើយពាក្យដែលគាត់ណែនាំឲ្យយើងទាំងអស់គ្នាមិនមែនជាពាក្យកើតចេញពីការបញ្ជានោះទេប៉ុន្តែកើតចេញពីក្តីស្រឡាញ់និងបទពិសោធន៍មួយដែលចង់ផ្ដល់ឲ្យកូនគ្រប់គ្នាខ្ញុំបានឮរឿងរបស់សិស្សម្នាក់ដែលគាត់ចូលចិត្តដើរលេងជាមួយនឹងមិត្តភក្តិមិនល្អឪពុកម្ដាយរបស់គាត់តែងតែប្រាប់ថាកូនអើយមិត្តល្អនាំឲ្យរីកចម្រើនមិត្តអាក្រក់នាំឲ្យវិនាសប៉ុន្តែគាត់មិនបានស្ដាប់ពីដំបូងមានរបស់ឪពុកម្ដាយគាត់ឡើយចុងក្រោយធ្លាក់ក្នុងអំពើអបាយមុខបោះបង់ការសិក្សាហើយក៏បាត់បង់អនាគតនៅថ្ងៃមួយគាត់អង្គុយយំទឹកដៃគាត់ឲ្យថែមទាំងនិយាយថាបើខ្ញុំស្ដាប់ម៉ែតាំងពីដំបូងនោះជីវិតខ្ញុំមិនដួលរលំបែបនេះទេអង្គវេទិកាទាំងមូលជាទីគោរពពាក្យនេះមិនត្រឹមតែជាពាក្យដែលសោកស្ដាយនោះទេប៉ុន្តែវាជារបួសនៃជីវិតតែហើយកទី2ការស្ដាប់ដំបូងមានឪពុកម្ដាយជួយបង្កើតនូវវិន័យនិងអត្តចរិតល្អមនុស្សដែលជោគជ័យមិនមែនមនុស្សដែលឆ្លាតបំផុតនោះទេប៉ុន្តែគឺជាមនុស្សដែលមានវិន័យបំផុតហើយវិន័យនោះកើតចេញពីអាណាព្យាបាលបើយើងក្លែងមកមើលក្នុងរឿងអក្សរសិល្ប៍រឿងកុលាបបៃលិនបង្ហាញមុនពេលដែលតាជើងស្លាប់តាជើងមកប្រាប់ចៅចិត្តថាអតាហេអតណោនេថោមានន័យថាខ្លួនត្រូវទីពឹងខ្លួនចៅចិត្តស្ដាប់បង្គាប់ឪពុកណាស់រស់នៅដោយភាពស្មោះត្រង់ធ្វើការដោយសុចរិតនិងតស៊ូក្នុងឆាកជីវិតរហូតខ្លាយទៅជាអ្នកកម្មវិធីត្បូងដែលផ្ទាល់របស់លោកនួនរតនសម្បត្តិនៅត្រង់ទូអង្គចៅចិត្តនេះគេចង់បង្ហាញថាការចេះស្ដាប់ដំបូងមានឪពុកម្ដាយគឺនាំតែរឿងល្អនិងភាពជោគជ័យចូលមកក្នុងជីវិតយើងជានិច្ចតែហើយកទី3ការស្ដាប់ដំបូងមានឪពុកម្ដាយគឺជាការតបស្នងសងគុណនិងនាំមកនូវផលជោគជ័យចូលមកក្នុងជីវិតយើងដឹងហើយថាឪពុកម្ដាយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីឲ្យកូនមានអនាគតល្អឪពុកម្ដាយមួយចំនួនធ្វើការក្រោមកម្ដៅថ្ងៃដើម្បីឲ្យកូនមានសុភៅរៀនសុខចិត្តស្លៀកសម្លៀកបំពាក់ចាស់ៗដើម្បីទិញឯកសណ្ឋានថ្មីឲ្យកូនតើមានហេតុផលអ្វីដែលយើងមិនអាចស្ដាប់អ្នកដែលស្រឡាញ់យើងខ្លាំងបំផុតនោះអង្គវេទិកាទាំងមូលមានសុភាសិតមួយដែលគេបាននិយាយថាឪពុកម្ដាយប្រៀបដូចជាថ្នាំជួយព្យាបាលជីវិតទោះបីជាថ្នាំនោះហាក់ដូចជាល្វីងយ៉ាងណាក៏ដោយនៅពេលដែលយើងបានទទួលហើយធ្វើឲ្យជីវិតយើងរីកចម្រើនជានិច្ចសរុបសេចក្តីមកការស្ដាប់ដំបូងមានឪពុកម្ដាយមិនមែនបង្ហាញពីភាពទន់ខ្សោយនោះទេប៉ុន្តែបង្ហាញនៃសញ្ញាប្រាជ្ញាចេះស្ដាប់រៀនបានច្រើនគោរពបានច្រើនអនុវត្តរីកចម្រើនកាន់តែឆ្ងាយដូច្នេះយើងទាន់មានឱកាសសូមស្ដាប់ដំបូងមានឪពុកម្ដាយហើយកុំធ្វើឲ្យលោកទាំងពីរខកបំណងទាន់លោកទាំងពីរនៅមានជីវិតយើងមិនត្រូវឲ្យបាត់បង់ទុកនឹកឃើញតម្លៃនៃពាក្យអប់រំរបស់លោកទាំងពីរនោះទេជាខ្ញុំជាសិស្សានុសិស្សម្នាក់សូមសន្យាថានឹងស្ដាប់ដំបូងមានឪពុកម្ដាយនឹងមិនធ្វើឲ្យលោកទាំងពីរខកបំណងឡើយជាធម្មបញ្ចប់នាងខ្ញុំសូមអរគុណដល់អង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់នៅប្រធានបទរបស់រូបនាងខ្ញុំសូមអរគុណ